គេបាញ់មកត្រឹមតែផ្លោងមកកំតនៅស្ងៀមទុកឲ្យអស់ក្របទៅនៅឲ្យស្ងៀមលើកលែងថ្មជើងចូលដល់ទីតាំងបាក់ហើយអញ្ចឹងបញ្ជាតបនឹងកម្ពុជារំកម្លាំងប្រអាវុធដែលជួយជើងនៅតាមព្រំដែនដាច់ខាតហើយគឺរឿងចូលទៅដីគេឬក៏បាញ់គេមុនគឺដាច់ខាតហើយណាណាធ្វើណានងជាប់វិន័យហើយមួយទៀតត្រូវមានការអត់ធ្មត់ជាអតិបរមាបើគេក្រំតែបាញ់ផ្លោងមកជូនតាមដំណើរគេចុះព្រោះយើងទៅទុកក្របមិនជាប់បើគេមកហើយប៉ុន្តែអត់ធ្មត់ចាំថ្មជើងចូលមកដាក់នៅនឹងកន្លែងហើយចាប់រស់នៅកន្លែងឬកំទេចនៅកន្លែងអាហ្នឹងបានដឹងថាណាឈ្លានពានណាខ្ញុំអត់កាន់ជើងទេបើសិនតែកងទ័ពណាទៅអញ្ចឹងវាល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលហើយក៏ដែរសូមប្រកាសទៀតកុំបង្កើតលេស